ពាក្យពិតរបស់បណ្ឌិតល្វីងចត់មិនសូវផ្អែមពីរោះប៉ុន្តែជាពាក្យពិតលោកស្រីសាស្ត្រាចារ្យអរងថៃភូងថងប៉ាវក្រាផាន់នៃសាកលវិទ្យាល័យជូឡាឡុងកនបានលើកឡើងថាបើថៃមិនចង់ប្រើយន្តការតុលាការអន្តរជាតិថៃគួរតែផ្ដោតលើការចរចាជាងការប្រើប្រាស់កម្លាំងទ័ពហើយថៃគួររៀនសូត្រពីភាពឆ្លៀសវៃទាំងផ្នែកការទូតនិងផ្នែកយោធារបស់កម្ពុជាលោកស្រីសាស្ត្រាចារ្យអរងបញ្ជាក់ថាក្នុងករណីជម្លោះនេះរដ្ឋាភិបាលកម្ពុជាពិតជាឆ្លៀសវៃដោយអាចប្រើយន្តការសមាជរដ្ឋសភាព្រឹទ្ធសភាភ្លាមទទួលបានការគាំទ្រនយោបាយជាឯកច្ឆន្ទនាំយកបញ្ហាទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិនេះជាការបាញ់ព្រួញមួយបានសត្វពីរទី1វិធានការភ្លាមឆ្លើយតបទៅនឹងប្រទេសថៃដែលធំជាងនិងខ្លាំងជាងនេះបញ្ជាក់ថាកម្ពុជាមិនខ្លាចមិនចុះញ៉ុំជាពិសេសលើបញ្ហាព្រំដែនដែលនាំឲ្យមានការគាំទ្រភ្លុកទឹកភ្លុកដីពីប្រជាជនខ្លួនទី2កម្ពុជាបង្ហាញអន្តរជាតិថាខ្លួនគោរពច្បាប់អន្តរជាតិនិងព្យាយាមដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិខុសពីប្រទេសថៃសម្រាប់ផ្នែកយោធាវិញថៃមិនអាចមើលងាយកម្ពុជាបាននោះទេដោយសារសមត្ថភាពកងទ័ពកម្ពុជាមានការកើនឡើងខ្លាំងជាបន្តបន្ទាប់ជាពិសេសមានកិច្ចសហប្រតិបត្តិការប្រទេសមិត្តធំជាច្រើនសម្រាប់ថៃវិញលោកស្រីសាស្ត្រាចារ្យឲ្យបានលើកឡើងយ៉ាងច្បាស់ថាប្រសិនបើថៃនៅតែរឹងតឹងលើការប្រើកម្លាំងយោធាមកដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយខ្មែរថៃនឹងកាន់តែបាក់មុខក្នុងឆាកអន្តរជាតិកាន់តែខ្លាំងគឺដូចទៅនឹងករណីជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ2011នាពេលនោះរដ្ឋាភិបាលថៃរបស់អភិសិទ្ធប្រើនយោបាយជាតិនិយមជ្រុលប្រើប្រាស់កម្លាំងទ័ពចង់ឈ្លានពានកម្ពុជាតែជាលទ្ធផលត្រូវចាញ់ទាំងក្នុងសមរភូមិចាញ់ទាំងលើឆាកអន្តរជាតិជាពិសេសតាមរយៈការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិភាពអង្គការប្រជាជាតិឲ្យមានបទឈប់បាញ់ហើយក្រោយមកទៀតចាញ់ទាំងលើសមរភូមិច្បាប់អន្តរជាតិទៀតនៅតុលាការយុត្តិធម៌អន្តរជាតិថែមទៀតផងលោកសាស្ត្រាចារ្យអរងនិយាយថាថ្មីនេះប្រទេសថៃត្រូវបានអាប់អន់គិតយោលើឆាកអន្តរជាតិលើច្រើនករណីបន្តបន្ទាប់ហើយចឹងប្រសិនបើករណីជម្លោះជាមួយកម្ពុជាលើកនេះនៅតែបន្តភាពជ្រុលនិយមរបស់ខ្លួនបន្តគំរាមប្រើប្រាស់កងទ័ពមិនប្រើច្បាប់និងសហគមន៍អន្តរជាតិជាគោលទៀតពិភពលោកនឹងមើលមកថៃថាជាក្មេងនាំរឿងលើឆាកអន្តរជាតិមិនខាននោះទេ